ចូលជំពូក40ព្រះជាម្ចាស់ឆ្លើយនឹងប្រសាសន៍របស់លោកជោមព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកជោមទៀតថាអ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះតើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតអ្នកចូលចិត្តជជែកតវ៉ាជាមួយព្រះជាម្ចាស់ដូច្នេះតើអ្នកមានចម្លើយឬទេលោកជោមទូលព្រះអង្គម្ចាស់ថាទូលបង្គំជាមនុស្សទន់ទាបណាស់តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញដោយម្ដេចបានទូលបង្គំនឹងយកទៅខ្ទប់មាត់ទូលបង្គំបាននិយាយម្ដងរួចមកហើយទូលបង្គំមិននិយាយទៀតទេហើយទូលបង្គំក៏បាននិយាយជាលើកទី2ដែរទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយព្រះអង្គម្ចាស់មានព្រះបន្ទូលមកកាន់លោកជោមពីក្នុងខ្យល់ព្យុះដូចតទៅចូលរៀបចំខ្លួនឲ្យបានដោយមនុស្សអង្អាចជើងនឹងសួនអ្នកហើយអ្នកត្រូវតែឆ្លើយឲ្យជើងដឹងផងតើអ្នកពិតជាចង់ចោទថាជើងមិនយុត្តិធម៌ហើយអ្នកចង់ថ្កោលទោសជើងដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬតើអ្នកមានភាពថ្កុំថ្កើងនិងភាពឧត្តមឧត្តមហើយពោពេញទៅដោយពន្លឺរស្មីដ៏រុងរឿងដោយព្រះជាម្ចាស់ឬចូលក្រឡេកមើលមនុស្សមានអំនួតហើយចេះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេនិងបន្ទាបពួកគេទាំងអស់គ្នាទៅចូលក្រឡេកមើលមនុស្សមានអំនួតហើយបន្ថោកពួកគេទាំងអស់គ្នាចូលជន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងទៅចូលយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នាចូលឃុំពួកគេទុកក្នុងរណ្ដៅងងឹតពេលនោះជើងនឹងលើកដំកើងអ្នកត្បិតអ្នកបានទទួលជោគជ័យដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់ចូលមើលទៅសត្វដំរីទឹកដែលបានបង្កើតមកដូចជាអ្នកដែរវាស៊ីស្មៅដូចគោកម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះសន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វាកន្ទុយរបស់វារឹងដូចតាតៅសរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នាឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លហិនហើយឆ្អឹងជំនីរបស់វាប្រៀបដូចចម្រឹងដែកវាជាស្នាមព្រះហស្ថដ៏ពិសេសរបស់ព្រះជាម្ចាស់មានតែព្រះដែលបង្កើតវាទេដែលអាចបង្ក្រាបវាបានវាស៊ីស្មៅនៅតាមភ្នំជាកន្លែងដែលសត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នាវាដេកនៅក្រោមទឹកឈូកហើយសំងំនៅតាមដើមត្រែងក្នុងត្រពាំងម្លប់ស្លឹកឈូកបាំងលើវាដើមចេកនៅតាមដងស្ទឹងព័ទ្ធជុំវិញវាទោះបីទឹកហូរយ៉ាងខ្លាំងក្តីក៏វាមិនបារម្ភទោះបីទឹកទន្លេជ័រដានជន់ឡើងលិចមាត់ច្រាំងក៏វាមិនព្រួយដែរគ្មាននរណាអាចចាប់វាបានក្នុងពេលដែលវាកំពុងតែបើកភ្នែកហើយគ្មាននរណាអាចយកវាទៅឃ្លុះច្រមុះរបស់វាបានដែរ